នៅក្នុងពេលនេះនិយាយអំពីស្ថានភាពនៃហាងឆេងរបស់មាសដោយប្រិមិត្តបានដឹងជាច្រើនខែរួចមកហើយគឺឡើងចុះក៏ប៉ុន្តែឥឡូវនេះគឺមាសនៅតែមានការធ្លាក់ចុះបើទោះបីជាមានការឡើងតិចតួចហើយឥឡូវនេះប្រជាជនឬក៏អាជីវកររបស់យើងក៏ចង់ដឹងថាតើមាសនេះយើងមើលរបៀបណាដើម្បីឲ្យដឹងថាយើងទិញកុំឲ្យខុសហើយទៅថ្ងៃខាងមុខតើមាសនេះអាចឡើងថ្លៃតទៅទៀតដោយកាលពីមុនដែរឬទេហើយតើរបរមាសនេះបើសិនជាអ្នកទិញដើម្បីលក់ដូរគួរតែទិញរបៀបម៉េចលក់របៀបម៉េចហើយបើសិនជាអ្នកដែលទិញដើម្បីធ្វើជាគ្រឿងអលង្ការហើយសម្រុកទិញខ្លាំងដើម្បីតម្កល់ទុកតើថ្ងៃខាងមុខទៅអាចធ្លាក់តម្លៃទៀតឬក៏វាអាចចំណេញព្រោះថាយើងមិនមែនជាការរកស៊ីប្រចាំថ្ងៃនោះឥឡូវនេះដើម្បីឲ្យបានដឹងអំពីស្ថានភាពនៃមាសពេលបច្ចុប្បន្នឬក៏របៀបរបបនៃការទិញលក់មាសនេះគឺយើងមកធ្វើការពិចារណាទៅលើគំនិតមួយចំនួនដែលតាក់ទងទៅនឹងរឿងរ៉ាវដែលយើងគួរតែប្រុងប្រយ័ត្នដើម្បីឲ្យបានស្គាល់អំពីមាសស្គាល់អំពីស្ថានភាពបែបណាគួរទិញបែបណាគួរលក់បែបណាគួរទិញទុកយើងដឹងហើយថាហាងឆេងមកដល់ថ្ងៃនេះបើទោះបីជាមាសឡើងចុះយ៉ាងណាក៏ដោយក៏មានតម្លៃមិនលើសពី$5,000ស្ដើងតិចតួចហើយក៏មិនទៀបជាង5,000ហ្នឹងខ្លាំងនោះដែរគឺមានន័យថា40ក្រាស់ចន្លោះរបស់មាសនៅលូតនៅក្នុងចន្លោះ50ស្ដើងឬក៏40ក្រាស់នេះឯងមែនទែនទៅតម្លៃមាសអាចឡើងឬក៏អាចចុះពីនេះគឺអាស្រ័យទៅលើស្ថានភាពសេដ្ឋកិច្ចរបស់ពិភពលោកនិងតម្រូវការនៃការផ្គត់ផ្គង់ហើយបើមែនទែនទៅគ្មាននរណាដែលអាចទស្សន៍ទាយឬក៏ព្យាករណ៍បានជាក់លាក់ឲ្យត្រូវ 100% នោះទេតែយើងអាចមើលអំពីកត្តាសំខាន់ផងដែរដែលជះទៅនឹងឥទ្ធិពលនៃមាសឡើងចុះឬក៏នៅនឹងថ្កល់គឺយើងត្រូវសម្គាល់ទៅលើអ្វីខ្លះតាដែលធ្វើឲ្យមាសឡើងថ្លៃនោះគឺដោយសារតែត្រាការប្រាក់គឺធនាគារកណ្ដាលគឺមានការធ្លាក់ចុះហើយមាសក៏คล้ายទៅជាជំរើសនៅក្នុងការទុកតម្លៃដ៏ល្អដែរន័យថាបើសិនជាធនាគារយកនៅដើម្បីប្រាប់អតិថិជនដើម្បីយកការប្រាក់ឬក៏ដាក់ការប្រាក់ឲ្យបានខ្ពស់នោះគឺបើសិនជាធនាគារកំណត់ថាវាត្រូវតែធ្លាក់ថ្លៃនេះមាសវាត្រូវតែឡើងថ្លៃហើយព្រោះថាលុយវាត្រូវច្រាលចេញនៅលើទីផ្សារខ្លាំងពេកតងទៅនឹងអតិផរណាខ្ពស់គឺមនុស្សទិញមាសដើម្បីការពារតម្លៃលុយព្រោះថាកាលណាលុយហើមឬក៏យើងនិយាយឲ្យចំទៅថាຂະຫນາດប្រាក់ដុល្លារហើមគឺមាសអាចនឹងមានការឡើងថ្លៃហើយបើសិនជាលំនឹងរបស់ប្រាក់ដុល្លារមានស្ថិរភាពឬក៏មានតម្លៃខ្ពស់មាសហ្នឹងគឺត្រូវតែចុះថោកពីនេះគឺវាផ្ទុយគ្នាតែម្ដងហើយមួយទៀតហ្នឹងក៏មានជះឥទ្ធិពលអំពីវិបត្តិសេដ្ឋកិច្ចបាត់អំពីសង្គ្រាមដែលធ្វើឲ្យមាសចាត់ទុកថាជារបស់ដែលធានាទៅលើផ្នែកហិរញ្ញវត្ថុសំខាន់ណាស់ព្រោះគីត្រូវការអំពីមាសនេះឯងដើម្បីទប់ទល់ទៅនឹងលំនឹងនៃប្រាក់ដែលមិនប្រកបប្រជាឬក៏ហិរញ្ញវត្ថុឬក៏សេដ្ឋកិច្ចដែលមិនប្រកបប្រជាអញ្ចឹងដើម្បីទប់ទល់ទៅនឹងហានិភ័យនោះបានទាល់តែគេទិញមាសទុកពីព្រោះថាមាសនេះពិភពលោកគឺចាយរួមគ្នាមិនមែនតែប្រទេសកុម្មុយនីសមិនមែនតែប្រទេសសេរីឬក៏ប្រទេសណាមួយចាយលុយដោយផ្ទាល់ខ្លួនយ៉ាងណាក៏ដោយគឺមាសនេះគឺនៅតែរាប់ដ៏ស្អរបំផុតនៅក្នុងការធានានៅនិរន្តរភាពទៅលើហានិភ័យនៃការគ្រប់គ្រងទ្រព្យសម្បត្តិហើយម្យ៉ាងទៀតប្រាក់ដុល្លារអាមេរិកបើសិនជាវាមានការហើមឬក៏ចុះខ្សោយគឺមាសមាននៅការត្រូវតែឡើងមានកត្តាដែលអាចធ្វើឲ្យមាសចុះថ្លៃគឺកត្តាដែលអត្រាការប្រាក់នឹងឡើងខ្ពស់កាលណាអត្រាការប្រាក់ឡើងខ្ពស់មានន័យថាមនុស្សគឺមានការផ្លាស់ប្ដូរទៅសន្សំនៅប្រាក់បញ្ញើឬក៏ប័ណ្ណបំណុលវិញអញ្ចឹងវាផ្ទុយគ្នាមានន័យថាកាលណាអត្រាការប្រាក់ទាបមាសគឺត្រូវតែឡើងថ្លៃបើសិនជាអត្រាការប្រាក់ឡើងខ្ពស់គឺមានន័យថាទាំងគីទាំងយើងទេគឺថាប្រាក់ដែលយកសន្សំក្នុងប្រាក់បញ្ញើឬក៏បានបំណុលហ្នឹងគឺគេមានការផ្លាស់ប្ដូរដោយសារតែគេយកលុយហ្នឹងទៅដាក់នៅក្នុងធនាគារដើម្បីស៊ីការប្រាក់ឬក៏គេបញ្ចេញមាសនេះដើម្បីលក់ដើម្បីយកការប្រាក់នោះវិញម្ដងសេដ្ឋកិច្ចបើវាមានភាពល្អប្រសើរមានស្ថិរភាពតម្រូវការមាសគឺមានការថយចុះដែរពីព្រោះថាគេត្រូវការលក់មាសដើម្បីធ្វើការរកស៊ីព្រោះថាមាសហ្នឹងគ្រាន់តែជារបស់មួយដែលការពារហានិភ័យផងហើយក៏អាចមានការតម្កល់ទុកដើម្បីរកប្រាក់ចំណេញផងយ៉ាងទីការលក់ចេញគឺពីអ្នកវិនិយោគធំច្រើនដូច្នេះហើយក៏ធ្វើឲ្យមាសហ្នឹងគឺមានការចុះថ្លៃដែរព្រោះថាកាលណាស្ថិរភាពសេដ្ឋកិច្ចល្អ
ក្រុមអ្នកវិនិយោគគេលែងភ័យព្រួយពីរឿងសេដ្ឋកិច្ចមិនប្រកបប្រជាឬក៏សង្គ្រាមឬក៏ហានិភ័យប្រឈមផ្សេងទេអ្វីដែលជារូបិយវត្ថុដែលសម្រាប់តម្កល់នោះគឺគេចាប់ផ្ដើមលក់ចេញដើម្បីយកលុយហ្នឹងទៅធ្វើការវិនិយោគឬក៏ធ្វើការរកស៊ីដូច្នេះហើយវាអាចនឹងហើមហើយស្ថានភាពនេះគឺជាស្ថានភាពមួយដែលយើងគួរតែសម្គាល់មើលអំពីបញ្ហាទាំងអស់នេះដោយឡែកតាក់ទងទៅនឹងស្ថានភាពបច្ចុប្បន្ននៅទូទាំងទីផ្សារពិភពលោកវិញគឺប្រហែលឆ្នាំចុងក្រោយនេះគឺមាននិន្នាការឡើងចុះខ្លាំងពីព្រោះមានការប្រែប្រួលទៅតាមអត្រាការប្រាក់ភាពមិនប្រកបប្រជានៃសេដ្ឋកិច្ចពិភពលោកក៏ដូចជាបញ្ហាជះឥទ្ធិពលនៃសង្គ្រាមដែលនាំឲ្យសេដ្ឋកិច្ចហ្នឹងគឺមិនប្រកបប្រជានិយាយសរុបសេចក្តីមកមានន័យថាមាសអាចឡើងបន្ថែមទៅទៀតសិនបើសេដ្ឋកិច្ចមិនប្រកបឬក៏អត្រាការប្រាក់មានការធ្លាក់ចុះហើយក៏អាចចុះថ្លៃប្រសិនបើទីផ្សារមានការស្ងប់ហើយនឹងដុល្លារមានការឡើងខ្លាំងអញ្ចឹងមាសហ្នឹងក៏នៅតែមានបញ្ហាផងដែរយើងអាចវាយតម្លៃថាតើនៅប្រហែលខែខាងមុខនេះគឺបើយើងនិយាយពី6ទៅ12ខែថាតើយើងគួរទិញមាសឬក៏គួរតែលក់មាសបើពិនិត្យទៅលើស្ថានភាពពេលបច្ចុប្បន្ននេះគឺនៅក្នុងខែមិថុនាឆ្នាំ2026នេះយើងមើលឃើញថារយៈពេលខ្លីគឺថាមាសមានហានិភ័យមានការចុះឬក៏ដើរនៅក្នុងទ្រង់ទ្រាយមួយដែលមានភាពមិនប្រកបប្រជាច្រើនជាងប៉ុន្តែរយៈពេលជាមធ្យមគឺ6ទៅ12ខែនៅពេលខាងមុខគឺជាឱកាសមួយផងដែរដែលអាចនឹងធ្វើឲ្យមាសមានការឡើងថ្លៃតែវាមិនឡើងខ្លាំងប្រមាណនោះទេមូលហេតុគឺដោយសារតែធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកហ្នឹងគឺទើបរក្សានៅអត្រាការប្រាក់នៅក្នុងកម្រិតខ្ពស់ហើយថែមទាំងបង្ហាញនៅសញ្ញាថាអាចដំឡើងការប្រាក់ទៀតនៅចុងឆ្នាំហើយជាទូទៅវាគឺជាសម្ពាធនៃអវិជ្ជមានសម្រាប់មាសផងដែរប្រាក់ដុល្លារគឺមានទំនោររឹងមាំឡើងនិងទិន្នផលរបស់បណ្ណរដ្ឋមានឋានៈខ្ពស់ដែលធ្វើឲ្យអ្នកវិនិយោគខ្លះគឺមានការបដូរមាសទៅទិញទ្រព្យសកម្មផ្សេងទោះបីជាយ៉ាងណាក៏ដោយធនាគារកណ្ដាលជាច្រើនរបស់ប្រទេសនៅតែបន្តទិញមាសស្តុកទុកដែលជាកត្តាដែលគាំទ្រតម្លៃមាសរយៈពេលវែងដូច្នេះការព្យាករណ៍ដោយផ្ទាល់ខ្លួនរបស់យើងខ្ញុំគឺបើអ្នកសួរថាតើសប្តាហ៍ឬក៏ខែខាងមុខនេះមានការប្រែប្រួលយ៉ាងណានោះខ្ញុំយល់ថាមានឱកាសកែតម្រូវបន្តិចបន្តួចមានន័យថាការឡើងចុះហ្នឹងគឺបន្តិចបន្តួចមិនជាច្រើនពេកទេបើសិនជាឡើងហើយក៏ការចុះក៏មិនចុះខ្លាំងពេកនោះដែរហើយក៏មានការវិភាគផងដែរថាបើសិនជានៅប្រហែលសប្តាហ៍ខាងមុខនោះតើមាសអាចចុះដែរឬទេគឺមាសអាចនឹងមានការចុះពីព្រោះថាមាសហ្នឹងគឺមានតម្លៃឡើងខ្ពស់រួចទៅហើយក៏មិនមែនសំអាងថាដោយសារតែវាធ្លាប់ឡើងហើយអញ្ចឹងទេវាមិនអាចឡើងទៀតគឺមិនអាចនិយាយដូច្នោះនោះទេគឺវាអាស្រ័យទៅលើស្ថិរភាពនៃតាក់ទងទៅនឹងបញ្ហាសង្គ្រាមបញ្ហានៃវិបត្តិសេដ្ឋកិច្ចពិសេសគឺនៅសហរដ្ឋអាមេរិកគឺបើសិនជាមានការដំឡើងនៅការប្រាក់ខ្ពស់គឺមានន័យថាមាសវានឹងអាចចុះថោកឬក៏ស្ថិរភាពសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិកល្អលុយដុល្លារមានតម្លៃរឹងមាំមានស្ថិរភាពគឺមានន័យថាមាសក៏នឹងមានការចុះថោកបើសិនជាមានការធ្លាក់ចុះឬក៏ការប្រាក់ចុះថោកសេដ្ឋកិច្ចនៅអាមេរិកក៏មិនសូវល្អលុយត្រង់ហើមដូច្នេះយើងគួរតែទិញមាសនេះគឺជាការកត់សម្គាល់របៀបនេះដើម្បីកុំឲ្យយើងទិញទៅខុសនៅក្នុងគណៈពេលដែលស្ថិរភាពសេដ្ឋកិច្ចពិភពលោកល្អសេដ្ឋកិច្ចនៅអាមេរិកល្អលុយដុល្លារគេល្អបែរជាយើងប្រឹងប្រែងតែទិញមាសទុកវាគឺជារឿងមួយដែលអាចគ្រោះថ្នាក់ផងដែរ